ទឹកជ្រលក់ម្ទេសឬទឹកត្រីកោះកុងនេះมันជាពិបាកធ្វើទេបងប្អូនអ្នកដែលមិនចេះសោះគ្រាន់តែមើលវីដេអូនេះក៏អាចធ្វើបានដែរសំខាន់ទុកបានយូរទៀតថ្ងៃហ្នឹងមានភ្ញៀវម្លេងដល់ផ្ទះនិយាយថាបងប្អូនអើយមើលគាត់សាច់សស្អាតមែនតែនក្រុមការងារខាងណាណូគាត់ថាតើបានជីកាត់ថ្មគោលដឹងចូលឡើងខ្ញុំហីថ្ងៃហ្នឹងមែនមកដល់ដូចចិត្តឃើញស្បែកគាត់ដឹងខាងក្រៅភ្លឺលោងស្អាតមែនតែនគាត់ប្រានណាណូយូរឆ្នាំហើយបងប្អូនខ្ញុំទៅសាកប្រើហើយចិត្តបានស្អាតដូចគាត់ហើយបងនៅពេញគាត់ផ្ញើឲ្យយកទឹកជ្រលក់ទៅឲ្យគាត់ដល់ពេលខ្ញុំអស់លេងមានអីឥឡូវធ្វើទឹកជ្រលក់ផ្ញើគាត់ភ្លាមហ្មងទៅបងចង់ចេះធ្វើញ៉ាំចាំមើលវីដេអូនេះទាំងអស់គ្នាតោះជាដំបូងយើងហាន់ខ្ទឹមក្រហមជាមុនសិនយើងហាន់ទុយល្អៗចឹងទៅដើម្បីងាយក្លុកទៅឲ្យឆាប់ម៉ត់ជាមួយនឹងជីវ៉ាន់ស៊ុយណាបើសិនជាធ្វើច្រើនបងប្អូនប្រើម៉ាស៊ីន2យើងកិនគ្រឿង2មុខហ្នឹងឲ្យម៉ត់មែនតែនហ្មងបើធ្វើតែបន្តិចចេះយើងប្រើម៉ាស៊ីនតែមួយប្រភេទនេះក៏បានដែរគ្រាន់តែយើងក្លុកខ្ទឹមក្រហមជាមួយនឹងជីវ៉ាន់ស៊ុយមុនក្លុកឲ្យម៉ត់អស់ពីលទ្ធភាពបងប្អូនបន្ទាប់មកយើងដាក់ខ្ទឹមសចូលម៉ាស៊ីននេះគឺជាប្រភេទម៉ាស៊ីនកច្រាំមិនកិនទៅម៉ត់ខៃទេបងប្អូនគាត់ថាយើងកច្រាំយូរបើយើងប្រើម៉ាស៊ីនចេះលឿនកិនខ្ទឹមសនេះឲ្យល្អិតម៉ត់បែបហ្នឹងណាតោះតែអញ្ចឹងមិនពេលយើងលាយជាមួយទឹកជ្រលក់ទៅវាឡើងខាប់ស្អាតបើសិនយើងក្លុកទៅវានៅដុំធំពេលលាយទឹកជ្រលក់ហើយអត់សូវខាប់ទេរាវហើយញ៉ាំប៉ះខ្ទឹមអញ្ចឹងហាងខ្ទឹមម្ដុំមកឆ្ងាញ់ហ្មងការកិនគ្រឿងធ្វើទឹកជ្រលក់បើសិនជាយើងប្រើម៉ាស៊ីនអត់ត្រូវតាមប្រភេទរបស់វាទេធ្វើទឹកជ្រលក់អត់បានស្អាតហើយវាអត់ឆ្ងាញ់ទោះយើងលាយគ្រឿងត្រូវក៏ដែរបងប្អូនធ្វើមិនឲ្យសាច់ម្ទេសយើងម៉ត់ប៉ុន្តែនៅគ្រាប់ម្ទេសទាំងមូលបន្តមកទៀតយើងដាក់ម្ទេសឲ្យសាច់ចូលម្ដងរើសយកពណ៌ខៀវទៅវាមានក្លិនឈ្ងុយហើយដាក់លាយជាមួយនឹងម្ទេសក្រហមមកវាឆ្លាស់ពណ៌គ្នាឃើញស្អាតប៉ុន្តែមួយត្រល់ពីរត្រល់បានណែកុំឲ្យម៉ត់ពេលចឹងទៅយើងលាយរួចឃើញគ្រាប់ម្ទេសដាច់មកមួយស្អាតមែនតែនចាក់ម្ទេសចូលជាមួយខ្ទឹមមកនេះក្លិនម្ទេសហើយនឹងជ្រលក់មែនតែនទឹកជ្រលក់នេះយើងញ៉ាំភ្លាមក៏ឆ្ងាញ់បើសិនយើងទុកចូលមួយថ្ងៃពីរថ្ងៃចូលរសជាតិហើយក្លិនងុំល្អមែនតែនបើទុកក្រៅទូវិញយើងអាចទុកបានកន្លះខែដែរគ្រាន់ថាក្លិនដែលយើងទុកក្នុងទូឈ្ងុយជាងបន្ទាប់មកយើងចាក់ស្ករចូលប៊ីចេងម្សៅស៊ុបមាន់ហើយនិងអំបិលសម្រាប់បរិមាណគ្រឿងផ្សំខ្ញុំដាក់នៅខាងចុងវីដេអូទឹកត្រីយើងយកទឹកត្រីឈ្ងុយមកបានពេលយកធ្វើទឹកជ្រលក់ទៅឈ្ងុយតាមនឹងដែរបន្តែកន្លះគីឡូខ្ទឹមកន្លះគីឡូទឹកត្រីកន្លះដបចាក់ទឹកឆ្អិនចូល300មីលីលីត្រសិនកូរឲ្យស្ករហើយនឹងគ្រឿងក្រូវទាំងអស់ហ្នឹងរលាយសិនរសជាតិប៉ុណ្ណឹងគឺល្មមហើយបើសិនជាបងប្អូនចង់ឲ្យរាវជាងនោះឬខាប់ជាងហ្នឹងយើងបន្ថយបន្ថែមទឹកតាមហ្នឹងណាហើយឃើញម្ទេសក្រហមច្រើនចឹងតែរសជាតិទឹកជ្រលក់នេះអត់ហឹរទេមកល្មមញ៉ាំតែម្ដងសំខាន់នៅពេលដែលយើងរើសគ្រាប់ម្ទេសហ្នឹងយើងរើសយកម្ទេសខ្មែរមកធ្វើចាក់ទឹកខ្មេះចូល2វែកស្លកំហាប់ជូររបស់ទឹកខ្មេះដូចគ្នាទេអញ្ចឹងពេលដែលបងប្អូនដាក់ម្ដងមួយវែកទៅបានហើយភ្លុកមើលសិនក្រឡូវាជូរជ្រុលណាទឹកខ្មេះដែលយើងកំពុងតែប្រើនេះអត់សូវជូរទេអញ្ចឹងដល់ពេលដែលដាក់2វែកហ្នឹងលាយចូលគ្នាទៅរសជាតិមកល្មមតែម្ដងថ្ងៃនេះមកធ្វើទឹកជ្រលក់ជាមួយនឹងប៊ូនីតាក៏អត់ចេះហឹលទេប៉ុន្តែដល់ពេលដែលលាយហើយគាត់ថាអាចញ៉ាំបានទឹកជ្រលក់នេះយើងយកញ៉ាំជាមួយនឹងគោឡើងភ្នំសាច់អាំងឬមួយក៏គ្រឿងសមុទ្រក៏ត្រូវដែរដាក់ជាមួយបាយស្រូបមីឆាឬបាយឆាយបានទាំងអស់ថ្ងៃនេះខ្ញុំមកធ្វើញ៉ាំជាមួយនឹងបកាស្រស់ពុះចាក់កុលក្រីចូលថែមអំបិលមួយចុងស្ព្រាបាយស្ករសមួយចុងស្ព្រាបាយប៉ុណ្ណឹងបការបស់យើងមានជាតិស្រាប់នៅពេលដែលជ្រលក់ជាមួយទឹកជ្រលក់តិចគឺថាត្រូវគ្នាមែនតើហើយភ្លាមដាក់ចូលទូត្រជាក់ភ្លាមដោយសារក្លិនឈ្ងុយម្ទេសស្រស់ខ្ទឹមស្រស់បានយូរណាស់ហើយទឹកជ្រលក់របស់យើងពេលលីរួចខាប់ល្អឃើញឡើងតែស្រស់ជាមួយគ្នានេះទៅជាពួកខ្ញុំញ៉ាំអាហារហឹលឬមួយក៏ច្រើនយ៉ាងណាក៏ដោយបងប្អូនក៏ដែរភ្លេចជាមួយនឹង Nano Collagen ដែរជួយឲ្យសម្រាប់ក្មេងជាវ័យឲ្យស្បែកភ្លឺថ្លាចេញពីក្នុងមកតែម្ដងជួបគ្នាវីដេអូក្រោយទៀតបាយ